បីនៃដែលជាកេរមរតករបស់ខ្មែរយើងមកហាក់ដូចជាក្នុងចិត្តពិតជាស្រណោះដល់បុព្វបុរសដែលបានបន្សល់ទុកនៅកេរមរតកដល់កូនចៅជំនាន់ក្រោយគួរឲ្យស្ញើសរសើរចំពោះស្នាដៃនៃបុព្វបុរសខ្មែរដែលបានបន្សល់ទុកឲ្យគឺលោកបានបង្កើតទាំងសម្បត្តិវប្បធម៌ទាំងវប្បធម៌មានរបាំប្រពៃណីប្រាសាទអង្គរវត្តគ្រប់ប្រភេទដែលបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយបានដឹងបានយល់នៅស្នាដៃរបស់លោកហើយនេះគឺជាផ្លូវទៅប្រាសាទដែលគ្របដណ្ដប់ទៅដោយព្រៃព្រឹក្សាលតាវរតូចធំអមនៅតាមដងវិថីស្ដាប់បទភ្លេងនេះហើយគួរឲ្យស្រណោះដល់បុព្វបុរសខ្មែរមែនទែន